ទាំងអស់គ្នាយើងអាច creative ពណ៌តាមរយៈ color lookup បានអូខេអញ្ចឹងក្រៅពីយើង creative នៅលើ camera raw ក្រៅពីនៅលើ camera raw យើងអាច correct tune យើងលេងឧទាហរណ៍ថាលេងនៅកន្លែងនេះយើង tweak tweak ចុះឡើងនៅកន្លែងនេះឬមួយក៏យើងលេងនៅកន្លែង HSL ហ្នឹងយើងទាញចុះឡើងយើងក៏អាច creative ទៅតាម Photoshop តាមរយៈ color lookup ខ្ញុំនឹងប្រាប់របៀប color lookup ហ្នឹងបែបម៉េចណាអញ្ចឹង color lookup ហ្នឹងយើងអាចចូលទៅក្នុងនេះនៅក្នុងរូបនេះមកយើងអាចចុចទៅហើយរកពាក្យ color lookup ហ្នឹងយើងអាចអីដែលខ្ញុំសង្កេតឃើញគឺប្រភេទកាមេរ៉ា film Fuji Kodak នៅកន្លែងនេះណាពេលដែលយើងចុចទៅយើងឃើញវាផ្ដល់ contrast ហើយនឹង tune បែបរសជាតិគឺបែបFuji ហ្នឹងហ្មងណាអូខេអញ្ចឹងបើសិនជាយើងអត់ស្រឡាញ់វា 100% ទេយើងអាចតម្លាក់ layer នឹង fader មកតិចមកយកមកនេះ capacity ហ្នឹងក៏បានដែរយកប៉ុណ្ណាប្រហែលភាគរយ 70% ឬមួយក៏ 50% តែរូបខ្ញុំដោយសាររូបខ្ញុំអត់សូវមាន contrast អញ្ចឹងពេលខ្ញុំដាក់ color lookup ទៅវាល្មមអញ្ចឹងខ្ញុំអាចយកដល់ 70-80% អញ្ចឹងពេលដែលយើងដាក់ color lookup ហ្នឹងទៅធ្វើឲ្យរូបយើងវាមាន contrast ហើយវាមាន tone បែប Fuji បែបរសជាតិ Fuji អ្នកគ្នាអាចរើសនេះមានតាំងពី Kodak មានតាំងពី Fuji អីផ្សេងយើងអាចមើលតាមហ្នឹងណាមាន film look អីប៉ុន្តែខ្ញុំរើសយក Fuji នេះសារខ្ញុំឆ្លាញ់កន្លែងហ្នឹងហើយយើងអាច copy យកទៅដាក់នៅលើរូបផ្សេងបានយើងអាចផាសទៅឃើញទេវាចេញ tune របស់ Fuji ហ្នឹងយើងអាចផាសទៅអូខេផាសទៅវាចេញឃើញទេគឺវាផ្ដល់ contrast មកឲ្យយើងឃើញទេយើងផាសទៅអូខេអញ្ចឹងយើងអាចប្រើ color lookup ហ្នឹងក៏បានឬមួយក៏យើងអាច correct តាម camera raw អញ្ចឹងក៏បានដែរណាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំចង់បង្ហាញពី color lookup ដោយសារមានអ្នកដឹងឬមួយក៏អ្នកអត់ទាន់ដឹងច្រើនទៅលើ color lookup នៅលើ Photoshop អូខេជួបគ្នាវីដេអូក្រោយ